បាទជំរាបសួរថ្ងៃនេះភូមិហ្វាមសូមលើកយករបៀបនៃការផលិតផ្សិតអំបោះឬក៏ផ្សិតសដែលជាផ្សិតមួយប្រភេទប្រជាពលរដ្ឋនៅកម្ពុជានិយមយកមកធ្វើជាម្ហូបអាហារផ្សេងៗដោយឡែកចំពោះទីផ្សារគឺមានទីផ្សារល្អរីឯតម្លៃគឺទៅតាមតំបន់ជាក់ស្ដែងហើយតម្លៃដែលថ្លៃគឺនៅក្នុងរដូវក្តៅនិយាយរួមគឺជារដូវដែលសម្បូរបុណ្យទានឬក៏ខែដែលគេរៀបអាពាហ៍ពិពាហ៍ជាដើមដំណាំផ្សិតអំបោះនេះគឺងាយស្រួលក្នុងការផលិតបើសិនជាយើងយល់ដឹងពីវាហើយអនុវត្តទៅតាមបច្ចេកទេសបានត្រឹមត្រូវវត្ថុធាតុដើមសម្រាប់យកមកបណ្ដុះផ្សិតនោះយើងមានដូចជាស្នូលពោតឬក៏អាចរណាយើងប្រើអាចរណាកស៊ូតែនៅក្នុងមេរៀននេះយើងប្រើស្នូលពោតមែនទែនវាមិនមានលក្ខណៈខុសគ្នាទេការលាយល្បាយលាយអីហ្នឹងណាក្រៅពីនឹងយើងត្រូវការម្សៅដំណើបកន្ទក់ម៉ត់ឬក៏កន្ទក់លេខ1កំបោរសស្ករល្ងហើយនឹងមេផ្សិតអំបោះសម្រាប់យកមកបណ្ដុះផ្សិតនឹងឯងសម្រាប់រូបមន្តនៃការលាយនឹងគឺយើងបងប្អូនអាចមើលក្នុងតារាងគឺក្នុងស្តង់ដារមានថាយើងប្រើល្បាយស្នូលពោតឬក៏អាចរណានឹង100គីឡូគឺយើងប្រើម្សៅដំណើប1គីឡូកន្ទក់10គីឡូកំបោរស1គីឡូហើយនឹងស្ករល្ងកន្លះគីឡូហើយមេផ្សិតក្នុងមួយដបហ្នឹងគឺយើងអាចដាក់បានពី17ទៅ20ឬក៏អាចលើស20តិចតួចអញ្ចឹងណាបងប្អូនអាចគិតថា20ចុះបងប្អូនស្រួលគុណណាអញ្ចឹងបើសិនជាបងប្អូនត្រូវការធ្វើបងប្អូនត្រូវយកអាចរណាជាគោលឧទាហរណ៍ថាខ្ញុំធ្វើ1000គីឡូអាចរណាឬស្នូលពង1000គីឡូហ្នឹងហើយយើងរកគុណសមាមាត្រនៃម្សៅដំណើបស្មើប៉ុន្មានកន្ទុកស្មើប៉ុន្មានអញ្ចឹងណាបងប្អូនអាចគុណរោតាមនឹងទៅអាហ្នឹងងាយវាឲ្យយើងក្នុងការគណនារកចំនួនដែលយើងត្រូវប្រើសម្រាប់វត្ថុធាតុដើមនីមួយៗហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចទាក់ទងនឹងវត្ថុធាតុដើមនេះគឺកសិករផ្សេងគ្នាហើយប្រើផ្សេងគ្នាដែរឧទាហរណ៍កសិករខ្លះគាត់អត់មានស្ករល្ងគាត់អត់ដាក់ទេខ្លះក៏អត់ដាក់ម្សៅដំណើបដែរប៉ុន្តែសម្រាប់ខ្ញុំប្រើទាំងប៉ុន្មានមុខហ្នឹងបាទឥឡូវយើងមកចាប់ផ្ដើមជំហានដំបូងគឺការលាយល្បាយអញ្ចឹងការលាយល្បាយហ្នឹងគឺដំបូងយើងថ្លឹងវត្ថុធាតុដើមរបស់យើងឲ្យត្រូវតាមចំនួនដែលយើងចង់ធ្វើណាអញ្ចឹងអានេះខ្ញុំបានធ្វើ1000គីឡូមានថាល្បាយស្នូលពោតអាចណាឬក៏ស្នូលពោតហ្នឹងគឺ1000គីឡូបាទអាចណានេះយើងអាចធ្វើការរែងសម្អាតវាឬក៏យើងរើសសម្រាប់ឲ្យចេញឲ្យស្អាតអញ្ចឹងណាហើយក្រោយមកយើងយកវាមកពង្រាយក្នុងកម្រាស់1ទឹកទៅ2ទឹកដើម្បីយើងងាយស្រួលក្នុងការលាយកន្ទក់និងវត្ថុធាតុដើមផ្សេងទៀតអញ្ចឹងណាបន្ទាប់ពីយើងពង្រាយអាចណារួចហើយគឺយើងត្រូវការដាក់វត្ថុធាតុដើមផ្សេងទៀតដូចជាកន្ទក់ជាដើមហើយយើងរោយកន្ទក់ពីលើល្បាយនឹងទៅអាចណានឹងទៅហើយទៅមកទៀតយើងដាក់ម្សៅដំណើបលាយជាមួយនឹងកំបោរសឲ្យស្រេចហើយទៅចំនួនប្រមាណដែលយើងត្រូវការណាតែមកយើងកូរវាឲ្យសព្វបាទយើងកូរកំបោរសជាមួយនឹងម្សៅដំណើបហ្នឹងឲ្យវាស្មើសាច់ល្អទៅហើយទៅមកចាំយើងយកទៅរោយពីលើអាចណានឹងអាចនិយាយថាពីលើកន្ទក់នឹងដដែលហ្នឹងបាទគឺយើងរោយម្សៅដំណើបនិងកំបោរសហ្នឹងពីលើកន្ទក់ហ្នឹងហើយបន្ទាប់មកយើងចាប់ដើមច្បល់វាជ្រោយវាថ្មិចឲ្យវាស្មើសាច់ល្អអញ្ចឹងបងប្អូនព្រោះក្នុងហ្នឹងម្ដងដំណាក់កាលនេះគឺយើងមានកន្ទក់យើងមានកំបោរសហើយនិងម្សៅដំណើបយើងបានដាក់ចូលគ្នា3មុខហ្នឹងជាមួយនឹងអាចណាហ្នឹងអញ្ចឹងយើងត្រូវការជ្រោយវាច្បល់វាហើយធ្វើម៉េចឲ្យវាស្មើសាច់អាហ្នឹងជាវិធីសាស្ត្របងប្អូនទេហើយបងប្អូនមានវិធីសាស្ត្រយ៉ាងណាដែលល្អងាយស្រួលហ្នឹងក៏បងប្អូនធ្វើតាមហ្នឹងទៅហើយកន្ទក់កំបោរសម្សៅដំណើបហ្នឹងគឺបងប្អូនដាក់អាណាមុនក៏បានដែរក្នុងហ្នឹងណាហើយសំខាន់យើងត្រូវការច្បល់វត្ថុធាតុដើមទាំង3ហ្នឹងឲ្យស្មើសាច់គ្នានិយាយឲ្យខ្លីអញ្ចឹងណាទៅមកទៀតបងប្អូនយកស្ករល្ងហ្នឹងលាយជាមួយនឹងទឹកយើងធម្មតាចន្លោះ100ទៅ200លីត្រទៅអាហ្នឹងគឺអាស្រ័យលើចំនួនល្បាយដែលបងប្អូនដាក់លាយហ្នឹងអញ្ចឹងគោលដៅរបស់យើងហ្នឹងគឺយើងយកទឹកស្ករល្ងដែលយើងលាយជាមួយនឹងទឹករួចហើយហ្នឹងយើងកូរវាឲ្យសព្វទៅយើងយកមកស្រោចទៅលើល្បាយអាចណាហ្នឹងឲ្យវាសព្វអញ្ចឹងដំបូងយើងស្រោចទឹកស្ករល្ងដែលយើងលាយមួយទឹកនឹងសិនមុនថាអស់ហើយ
tập máu tiết cứ dương soi tức là bài sạch dương hào thà là bài sạch hái bị bùa bên nó dương xòm cho môi nắng ông thuộc tiệt đàm tràn tiện tô nâng ca soi tức dương trâu soi tức vì ỏi sọp lỏ rồi dương soi bà đá dương ai chợ bò vì bà đá mấy thằng này thả tức nâng vì ai sọp á nè snowpot vì ở đôi nâng ai ana cao su thế đại xa tại ana cao su vì chụp tức lỏ tại snowpot đại xa dương cân tới vì miền cả lạnh rứng hay nâng cả lạnh tôi đại vì tôn nâng nâng vì nghe chụp tức đà rừng nữa vì ọt chụp tức thì chẳng ca cầm nọt vô sầm nam nứng cứ dương ai vô đầy bỏ dưỡng chập là bài nứng mà cả đạp báo hay dương cho bài vì bút đó tao miền tức tranh tam cho bài đầy mà điểm đầy nứng chả thế bởi sự việc tranh màu hồ màu chả là mình thay vì lừa hay thì nếu dương ai ăn được bớt ban từng cái số tiếng snowball tái hay bậc nông cạn này dương chập tới dương miền làm thay vì ở sâu xám anh mới thay vì stir trong bao bồn ai đầy lột và là mồm đó người ta bây giờ chập tới những ai chụp bạch tới vì ai tranh màu tam riệp này nứng tịch tuốt nứng nhưng ta ok hay ta bây giờ khán nó cứ tha oi vì tức nứng cứ vì smart nó cầm oi cái là on miền tức cái là miền tức nứng mình sau đó thì bên tay không thi sát đại vì lơ tức nó không thi sát đại vì lơ tức bằng bồn ai về đại dương trộm nứng cứ bằng bồn ai cho rôn về hàng crom khác rồi có dương thưa ở vì bị yến á cái là đại dương trộm là bài bao giờ nứng ai ở vì yên mà chỉ hiện tới rồi dân cho rôn về tới bởi ai tự vì sợ tranh bàn chẳng á tại bậc không cần đây vì sớ ở nước mà ôn tham tịch tạm nữa nè bài cào bị dương soi tự lì là bài nâng sập hới cái dương bầm mồ vía mình thay dương buộc vì chỉ bùn nụ trắng tập máu dương vô toàn cái đồ vì ở chịch trắng á bài dương thưa đôi không video đừng trắng bài dương crop áp vì tục dạng tích có 3 ថ្ងៃដែរកុំឲ្យទៀបជាង 3 ថ្ងៃនិយាយរួមគឺមួយអាទិត្យកាន់តែល្អបន្ទាប់មកយើងធ្វើការជ្រោយជាលើកទី1ការជ្រោយលើកទី1នេះបន្ទាប់ពីយើងជ្រោយហើយយើងត្រូវពូកពន្លូកវាតូចដូចក្នុងរូបអញ្ចឹងយើងអត់ពូកវាធំដូចមុនទេធ្វើអញ្ចឹងគឺដើម្បីឲ្យវាអាចកាត់បន្ថយជាតិស្អុយជាតិអីហ្នឹងហើយនៅពេលដែលយើងជ្រោយលើកទី1នេះបងប្អូនមើលជាក់ស្ដែងថាតើសំណើមហ្នឹងវាស្ទើរឬអត់បើសិនជាស្ទើរយើងអាចថែមទឹកបន្ថែមតិចទៅលើនឹងអញ្ចឹងណាប៉ុន្តែបើសិនជាវាលើសទឹកអញ្ចឹងសំណើមមើលទៅវារាងខ្លាំងវាអាចមានជាតិដង្កូវឬក៏វាអាចមានក្លិនស្អុយខ្លាំងក្នុងករណីសើមខ្លាំងហ្នឹងគឺបងប្អូនអាចមានថាការជ្រោយហ្នឹងបងប្អូនមិនទាន់ពនុកវាទេបងប្អូនជ្រោយត្រឡប់ទៅកន្លែងណាដែលអត់សូវសើមអញ្ចឹងណាយើងច្បល់វាឲ្យវាស្មើសាច់ទៅចាំយើងពូកពនុកវាទូចធ្វើបែបហ្នឹងគឺយើងអាចកាត់បន្ថយសំណើមដែលលើសនឹងដែរអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងជ្រោយលើកទី1នេះហើយយើងពូកពនុកតូចបែបហ្នឹងហើយអញ្ចឹងបងប្អូនអាចយកតង់ក្របលបាយនឹងឡើងវិញឲ្យចិត្តអញ្ចឹងណាបន្ទាប់មកគឺបងប្អូនអាចជ្រោយបានជាលើកទី2នៅពេលដែលយើងផ្អាប់ទុករយៈពេលយ៉ាងតិច2ថ្ងៃអញ្ចឹងកុំឲ្យតិចជាង2ថ្ងៃមានន័យថាយើងអាចទុកឲ្យបានយូរជាង2ថ្ងៃបានហើយការជ្រោយលើកទី2នេះគឺបងប្អូនពូកពនុកវាទូចតរ៉ែនឹងឯងហើយទុកវាក្រោយពីជ្រោយរួចបងប្អូនទុកផ្អាប់វា2ថ្ងៃទៀត2ថ្ងៃក្រោយគឺបងប្អូនអាចច្រកបានហើយប៉ុន្តែមុននឹងច្រកបងប្អូនអាចជ្រោយវាសិនជ្រោយឲ្យវាត្រជាក់សិនណាយើងអាចបរិបវាក៏បានឬក៏អាចជ្រោយមកល្មមដែលយើងគិតថាអាចច្រកថ្ងៃហ្នឹងបានយើងជ្រោយប៉ុណ្ណឹងសិនបាទខ្ញុំសូមបញ្ជាក់ថាវីដេអូនេះខ្ញុំព្យាយាមសង្ខេបមែនទែនហើយប្រហែលជាមិនអាចអស់សេចក្តីទេអញ្ចឹងហើយបងប្អូនអាចទៅសេសួរបាននៅខាងក្រោមវីដេអូខ្ញុំនឹងព្យាយាមឆ្លើយជំរាបសួរបងប្អូនសាជាថ្មីថ្ងៃនេះយើងមកបន្តវីដេអូនៃការធ្វើផ្សិតអំបោះឬក៏ផ្សិតសភាគ2វីដេអូភាគ1យើងនិយាយអំពីការផ្សំវត្ថុធាតុដើមផ្សេងៗដើម្បីបង្កើតបានជាលបាយធ្វើផ្សិតហើយយើងបានចាប់ផ្ដើមពីការលាយវត្ថុធាតុដើមនៅកំណត់ចំនួនទៅតាមស្តង់ដាររបស់យើងការផ្អាប់ទុកហើយនិងការច្រកដាក់ក្នុងថង់ជាដើមវីដេអូទី2នេះយើងនិយាយអំពីការយកលបាយផ្សិតទៅចំហុយរហូតដល់ការប្រមូលផលការយកផ្សិតទៅចំហុយគឺសំខាន់បើសិនជាយើងចំហុយវាអត់បានឆ្អិនល្អទេបង្កឲ្យមានមេរោគផ្សេងដែលវាប៉ះពាល់ដល់ទិន្នផលរបស់ផ្សិតដែរឬក៏អាចនិយាយថាវាអាចខូចទាំងស្រុងក៏ថាបានដែរដូច្នេះខ្ញុំបញ្ជាក់ឡើងវិញបន្តិចទៀតការចងវត្ថុផ្សិតហ្នឹងគឺយើងអត់ចងតឹងពេកទេមានថាយើងទុកឲ្យវាមានខ្យល់ចេញខ្លះការចងធូរល្មម
ឲ្យខ្យល់អាចចេញបានគឺនៅពេលដែលយើងយកទៅចំហុយហើយនៅពេលដុំលបាយផ្សិតនឹងចាប់ដើមក្តៅវាអាចចេញជាតិញើសឬក៏អាចជាតិស្អុយផ្សេងៗហ្នឹងចេញមកក្រៅបានបើយើងចងតឹងពេកគឺវាអាចចេញបានទេអញ្ចឹងអាចសំណល់ដែលជាឧស្ម័នពុលជាចំហាយពុលផ្សេងៗហ្នឹងជាតិជូរជាតិអីហ្នឹងគឺវានៅក្នុងហ្នឹងទាំងអស់ហ្នឹងគឺវាអាចបង្កឲ្យមានមេរោគនិយាយរួមគឺវាអាចបង្អាក់ដំណើរការដើរស្ពររបស់មេផ្សិតហ្នឹងឧទាហរណ៍ថានៅពេលយើងដាក់មេរួចគឺការដើររបស់មេផ្សិតហ្នឹងគឺវាអត់ពេញឬក៏វាអាក់នៅចំណុចណាមួយអីចឹងទៅអាហ្នឹងគឺវាបង្កមកពីបញ្ហាការស្ងោរឬក៏ចំហុយរបាយផ្សិតហ្នឹងឲ្យបានឆ្អិនល្អឥឡូវយើងមកនិយាយអំពីការដាក់ចំហុយវិញការដាក់ចំហុយទូទៅដែលកសិករយើងនិយមហើយអស់ថវិកាតិចហ្នឹងគឺយើងប្រើពុយសាំងឬក៏ពុយប្រេងហ្នឹងឯងយើងអាចទៅរកបាននៅតាមកន្លែងលក់សាំងធំហ្នឹងហើយវិធីទី1ដែលយើងប្រើពុយឬក៏ធុងសាំងហ្នឹងគឺយើងរៀបអិតឬក៏បើយើងរៀបអិតចឹងទៅ3ជ្រុងយើងដាក់រៀបដុំផ្សិតពីលើហើយគោលការណ៍តែមួយទេដុំផ្សិតគឺយើងរៀបមាត់វានឹងឡើងទៅលើហើយមកធុងសាំងនេះយើងអាចដាក់បានប្រហែលជា70ទៅ80ប៉ុន្តែបើរៀបដូចខ្ញុំចេះយើងចងទៅលើបាន3ជាន់ទៀតហ្នឹងគឺវាបានប្រហែលជា100ដុំដែរ100ទៅ110ដុំប៉ុន្តែបងប្អូនត្រូវចេះចងខ្ញុំអត់មានរូបបង្ហាញនៅខាងក្នុងបងប្អូនរៀបអិតដូចគ្នារៀបអិតពេជ្ឈោ3ជ្រុងឬ4ជ្រុងទៅហើយបងប្អូនធម្មតាធុងប្រេងនេះវាមានកម្របវាបងប្អូនកាត់វាទៅបងប្អូនយកស្អីដាប់វាដាច់ដាប់កាត់វាចេញអស់មកហើយបងប្អូនចោះរុនវា4-5រុនជុំវិញហ្នឹងណាហើយតែមកបងប្អូនដាក់វាជាតំណប់ពីលើឥដ្ឋដែលយើងរៀបខាងក្នុងខាងក្នុងហ្នឹងយើងដាក់ពីលើឥដ្ឋហ្នឹងទៅហើយទៅមកបានយើងដាក់ច្បើងក្រាលវាពីលើហើយយើងចាប់ផ្ដើមរៀបដុំផ្សិតឡើងមកហើយជុំវិញដុំផ្សិតនៅខាងក្នុងណាជាប់នឹងធុងប្រេងហ្នឹងបងប្អូនត្រូវដាក់ចំបើងរាប់វាបន្តិចដោយសារតែវាអាចក្តៅវារលាយថង់ផ្សិតដែលនៅគៀនហ្នឹងចាំបងប្អូនប្រយ័ត្នកន្លែងហ្នឹងតិចផងហើយជើងជិតក្រាននេះក៏បងប្អូនត្រូវប្រយ័ត្នដែរពីព្រោះបើរៀបមិនត្រឹមត្រូវទេវាអាចរលំអញ្ចឹងណាបងប្អូនអាហ្នឹងក៏ថាឲ្យប្រយ័ត្នខ្លួនឯងខ្លាចលោវារលំទៅហើយវាអាចបង្កឲ្យមានបញ្ហារបៀបចង្ហុយទី2នេះគឺខ្ញុំធ្វើឡដុតអង្កាមអានេះដុតអង្កាមក៏បានឬក៏ដុតចំណាំងឈើក៏បានហើយតមកខ្ញុំប្រើពុយទៅដែរទេខ្ញុំដាក់ពុយប៉ុន្តែខ្ញុំច្នៃឲ្យជាងគេផ្សារបងប្អូនឃើញអាធំពីលើពុយហ្នឹងអាហ្នឹងខ្ញុំច្នៃឯងដើម្បីយើងអាចចំហុយបានច្រើនអញ្ចឹងមកឈុតវាហ្នឹងខ្ញុំអាចចំហុយបានប្រហែលជា4ទៅ500ដុំម្ដងណាអញ្ចឹងបើគិតពីចំហុយលើពុយវាអាចខុសគ្នាច្រើនអានេះជាវិសាសដែលខ្ញុំច្នៃហើយយើងប្រើអង្កាមតដុតហើយតមកខ្ជូងកាមដែលបានហ្នឹងយើងអាចយកមកច្នៃធ្វើជីកប៉ុសបានទៀតអញ្ចឹងវាចំណេញច្រើនវិធីសាស្ត្រចំហុយហ្នឹងវាមានច្រើនណាស់បងប្អូនទៅតាមលទ្ធភាពធនធានដែលកសិករមួយមានអញ្ចឹងយើងច្នៃអ្វីដែលយើងអាចធ្វើបានទៅតាមលទ្ធភាពរបស់យើងការច្នៃធ្វើឡនេះហើយនឹងធុងពីលើហ្នឹងវាក៏មិនអស់ច្រើនដែរទេវាប្រហែលជាម្ដុំ$200អីប៉ុណ្ណឹងទេណាគេថាបញ្ហាតើតំបន់របស់បងប្អូនហ្នឹងមានអ្នកដែលចេះធ្វើឡបាទឡនេះគេហៅថាឡដុតគោស្ករសម្រាប់ធ្វើស្ករត្នោតអញ្ចឹងបើតំបន់បងប្អូនមានកន្លែងគោស្ករត្នោតធ្វើស្ករត្នោតហ្នឹងប្រកាសជាមានអ្នកចេះធ្វើអាហ្នឹងហើយបាទឥឡូវយើងបន្តមកទីទៀតថាតើយើងចំហុយរយៈពេលប្រហែលម៉ោងការចំហុយឲ្យបានត្រឹមត្រូវគឺវាត្រូវការ4ម៉ោងយ៉ាងតិចបន្ទាប់ពីទឹកពុះមានថានៅពេលទឹកពុះហើយរាប់ឲ្យបាន4ម៉ោងបន្ថែមអញ្ចឹងណាបទពិសោធន៍ខ្ញុំធ្វើផ្ទាល់ហ្នឹងគឺបងប្អូនអាចលៃឲ្យបាន6ទៅ7ម៉ោងទៅបើបងប្អូនអត់ច្បាស់បងប្អូនដាក់ឲ្យបាន7ម៉ោងទៅអាហ្នឹងវាធានាថាវាឆ្អិនល្អហើយអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនដុតភ្លើងគឺយើងត្រូវដុតភ្លើងអត់អាចបន្ថយដៃបានទេមានថាចាប់ផ្ដើមពីដុតហ្នឹងគឺភ្លើងត្រូវរក្សាឲ្យវាឆេះរហូតអញ្ចឹងណាឲ្យមានថា6ទៅ7ម៉ោងហ្នឹងបងប្អូនឆេះខ្លះអត់ខ្លះទេអាហ្នឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងមានថាភ្លើងគឺសំខាន់ណាស់ពេលហ្នឹងគឺធានាថាភ្លើងហ្នឹងគឺឆេះរហូតក្នុងរយៈពេល6ទៅ7ម៉ោងហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចទៀតការដាក់ទឹកបើបងប្អូនចំហុយនៅក្នុងពុយអាហ្នឹងដាក់ទឹកហ្នឹងប្រហែលជាម្ដុំ3ទឹកអីណាបងប្អូន2បាតពុយមកហើយបើបងប្អូនចំហុយដូចខ្ញុំຂະຫນាតទី2នេះអាហ្នឹងខ្ញុំអត់បានដាក់ដុំផ្សិតនៅក្នុងពុយទេក្នុងធុងប្រេងទេអញ្ចឹងណាដូច្នេះទឹកនេះខ្ញុំដាក់រហូតដល់ពាក់កណ្ដាលពុយពីព្រោះយើងយកតែចំហាយទឹកឡើងមកលើពីលើធុងដែលខ្ញុំច្នៃហ្នឹងអញ្ចឹង
បើបងប្អូនចំហុយនំពុយឬក៏ធុងប្រេងហ្នឹងដាក់ប្រហែលជា3ទឹកពីបានពុយទៅអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនចំហុយបានឆ្អិនហើយ6ទៅ7ម៉ោងហើយហ្នឹងគឺបងប្អូនអាចបន្ថយភ្លើងមានថាយើងបន្លត់ភ្លើងលត់អីអញ្ចឹងណាហើយទៅមកទុកឲ្យវាត្រជាក់ទៅបាទទុកឲ្យផ្សិតនឹងវាត្រជាក់ជាទូទៅគេច្រើនចំហុយពីព្រឹកទម្រាំតែវាឆ្អិនវាអាចចូលល្ងាចបាត់ហើយអាចល្ងាចឬក៏ដល់យប់បើយើងរៀបអត់ទាន់ហើយទៅមកចាំទុកវាចោលមួយយប់អីចឹងទៅចាំព្រឹកយើងសាវាក៏បានឬក៏បងប្អូនអាចធ្វើបាននៅពេលដែលវាត្រជាក់ប្រហែលម៉ោងក្រោយមកបងប្អូនអាចស្រង់វាក៏បានដែរអាហ្នឹងកាន់តែល្អអញ្ចឹងណាបញ្ជាក់បន្តិចល្បាយផ្សិតដែលចំហុយឆ្អិនល្អគឺបងប្អូនធៀបមួយនឹងនំអន្សមដែលយើងស្ងោរបាទគឺអន្សមស្ងោរឆ្អិនអញ្ចឹងល្បាយផ្សិតយើងដូចគ្នាកាលណាតែយើងស្ងោរឬក៏ចំហុយឆ្អិនហ្នឹងគឺវាអត់ធំក្លិនទេវាអត់ធំក្លិនស្អុយឬក៏ធំក្លិនជូរអីចឹងណាវាអត់មានក្លិនចឹងទេអញ្ចឹងអាហ្នឹងបានបញ្ជាក់ថាវាឆ្អិនហើយមុននឹងដាក់មេយើងដាច់ខាតទុកវាឲ្យត្រជាក់បើមិនអញ្ចឹងទេវាអាចធ្វើឲ្យអាមេដែលយើងដាក់ហ្នឹងវាអាចងាប់ស្ពចឹងនេះវាអត់ដើរអាហ្នឹងក៏ជាកត្តាដែលអាចធ្វើឲ្យខូចផ្សិតដែរការដាក់មេដូចខ្ញុំបានប្រាប់រូបមន្តខាងដើមអញ្ចឹងគឺក្នុងមួយដបយើងប្រើប្រមាណជា20មានន័យថាក្នុងមួយដបយើងអាចដាក់បានប្រហែលជាទូទៅស្តង់ដារយើងដាក់17ទៅ20កញ្ចប់ឬក៏20ថង់ណាការដាក់មេនេះជាចំណុចសំខាន់មួយទៀតដែរយើងគួរធ្វើនៅក្នុងបន្ទប់ដែលស្អាតដែលមិនហុយដីចូលឬក៏តលីឲ្យផ្សេងហើយមិនគួរបើកកង្ហាទេនៅពេលយើងដាក់មេហ្នឹងហើយសម្ភារៈដែលយើងត្រូវធ្វើហ្នឹងគឺក្រៅតែអំពីមេយើងត្រូវច្នៃកង្វាសម្រាប់ខ្វាឆ្កឹះមេហ្នឹងយើងមានដបអាកុលឬក៏យើងច្នៃចង្គៀងប្រេងអាកុលមួយទៅហើយអាកុលយើងដាក់សម្រាប់មេរោគមានថាយើងត្រូវដាក់លាងសម្អាតកង្វាហ្នឹងលាងដៃរបស់យើងហ្នឹងយើងដុតរោលកង្វាហ្នឹងដុតរោលមកដកឲ្យផ្សេងៗដើម្បីការពារមេរោគចម្លងពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងណាហើយការដាក់មេហ្នឹងយើងមានធីសាផ្សេងៗគ្នាដែរហើយខ្ញុំស្រាយមាត់ថង់ចេញទៅហើយឧទាហរណ៍ថាខ្ញុំមកដបខ្ញុំដាក់បាន20ខ្ញុំស្រាយ20ទុកអីចឹងទៅខ្ញុំយកមេទៅដាក់រោយវាពីលើនឹងដូចនៅក្នុងវីដេអូនឹងចឹងណាហើយអ្នកខ្លះក៏ដាក់ផ្សេងគ្នាទេអ្នកខ្លះក៏ដាក់កងមុនហើយបានក៏ដាក់មេតែខ្ញុំយើងដាក់មេរួចរាល់ហើយបានយើងដាក់កងហើយយើងដាក់ក្រដាសបាទក្រដាសហ្នឹងក្រដាសយើងប្រើប្រាស់រួចចឹងណាយើងកាត់វាជ្រុងចឹងមកសម្រាប់វាបងប្អូនអាចមើលក្នុងវីដេអូហ្នឹងទៅហើយយើងដាក់ក្រដាសពីលើកងហ្នឹងហើយយើងយកកស៊ូរុំកស៊ូយើងរុំ2ជាន់ទី1យើងរុំកងរួចបានយើងដាក់ក្រដាសហើយយើងរុំកស៊ូមួយជាន់ទៀតសម្ភារៈយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយនៅពេលដែលយើងដាក់មេរួចដាក់ក្រដាសដាក់អីហ្នឹងរុំកស៊ូកងហើយហ្នឹងគឺបងប្អូនត្រូវយកវាទៅបន្ទុំអាហ្នឹងគេហៅដំណាក់កាលបន្ទុំអញ្ចឹងដំណាក់កាលបន្ទុំនេះគឺបងប្អូនត្រូវយកវាទៅតម្រៀបដូចក្នុងរូបដែលខ្ញុំបង្ហាញអញ្ចឹងដាក់វាជាជួរអញ្ចឹងទៅហើយយល់ល្អបងប្អូនត្រូវកាត់កងវាខ្លះដើម្បីទុកប្រហោងចន្លោះជួរឲ្យខ្លះអញ្ចឹងដើម្បីអាចមានខ្យល់ឲ្យចេញចូលបានកុំឲ្យយកវាទៅរៀបដាក់ជប់គ្នាទាំងអស់ពេលអញ្ចឹងណាហើយយើងដាក់វានៅក្នុងបន្លុកយល់ល្អកុំឲ្យវាត្រូវពលឺហើយកុំឲ្យពិសេសគឺកម្ដៅហាមដាច់ខាតមិនឲ្យត្រូវកម្ដៅឯងបងប្អូនហ្នឹងណាដំណាក់កាលបន្ទុំនេះគឺមិនសូវរវល់នឹងការងារហ្នឹងទេយើងទុកវានៅកន្លែងដែលមានបរិយាកាសសមស្របដូចខ្ញុំបានប្រាប់អញ្ចឹងអាហ្នឹងទូទៅគឺវាដើរបានល្អហើយបើសិនជាវាអត់មានបញ្ហារឿងលបាយដែលយើងស្ងោរឆ្អិនឬក៏រឿងឆ្លងមេរោគផ្សេងៗហ្នឹងគឺទូទៅគឺមេផ្សិតហ្នឹងគឺវាដើរបានល្អជាទូទៅគឺវាប្រើពេលពី3អាទិត្យទៅ4អាទិត្យអាចនិយាយថាពី20ថ្ងៃទៅ30ថ្ងៃនៅចន្លោះហ្នឹងបងប្អូននឹងឃើញហើយវាដើរពេញហើយចន្លោះពីពេលហ្នឹងគឺពេលថា25ថ្ងៃអីហ្នឹងនៅពេលវាដើរពេញបងប្អូនអាចយកវាទៅចងព្យួរទៅអាហ្នឹងវាជាដំណាក់កាលបន្ទាប់ទៀតយើងយកវាទៅរៀបចងព្យួរដាក់បណ្ដុះយកផ្សិតទាំងឯងឥឡូវយើងនិយាយអំពីការយកវាមករៀបដើម្បីបណ្ដុះដំណាក់កាលដូចខ្ញុំបានលើកមិញអញ្ចឹងគឺនៅពេលដែលវាបានអាយុ3អាទិត្យអីជាងហ្នឹងអញ្ចឹងមើលជាក់ស្ដែងបើវាដើរពេញហើយចឹងបងប្អូនអាចយកវាមករៀបដើម្បីដាក់បណ្ដុះទីសាស្ត្របណ្ដុះនេះគឺបងប្អូនមានចងខ្សែព្យួរដូចខ្ញុំអញ្ចឹងអាហ្នឹងយើងចំណាយអស់ធនធានតិចដែរហើយវាល្អដូចគ្នាទេហើយបងប្អូនខ្លះគាត់មានធនធានច្រើនគាត់អាចធ្វើជាធ្នើជាអីវាដាក់តម្រៀបអីចឹងណាអាហ្នឹងទៅតាមលទ្ធភាពទៅអញ្ចឹងណាការរៀបនេះបងប្អូនអាចមើលដូចក្នុងរូបហ្នឹងចឹងទៅហើយនៅពេលដែលបងប្អូនរៀបរួចហើយ
បងប្អូនអាចស្រាយกระดาษហ្នឹងយើងបកกระดาษចេញបើបងប្អូនអាចបកกระดาษហ្នឹងចេញទៅហើយតើបងប្អូនស្រោចទឹកឲ្យជោគទៅគេថាចាប់ពីពេលហ្នឹងទៅគឺជាដំណាក់កាលដែលវាចាប់ដើមដុះចេញផ្សិតហើយមួយអាទិត្យអីឬតើមួយអាទិត្យអីតិចតួចទូទៅគឺផ្សិតវាចាប់ដើមដុះមកហើយអញ្ចឹងណាបងប្អូនចាប់ពីស្រោចទឹកហ្នឹងមានថាបងប្អូនជាពេលដែលយើងថែទាំវាហើយអញ្ចឹងក្នុងមួយថ្ងៃបងប្អូនយ៉ាងតិចស្រោចទឹកឲ្យបាន3ដងគឺពេលព្រឹកពេលថ្ងៃហើយនិងពេលល្ងាចអញ្ចឹងណាហើយការស្រោចទឹកនេះបងប្អូនមើលជាក់ស្ដែងខ្លួនឯងដោយសារតែអាកាសធាតុទៅតាមរដូវកាលបើសិននៅក្នុងរដូវក្តៅអាហ្នឹងវាទាមទារបងប្អូនអាចស្រោចលើសពី3ដងបើសិនជារដូវភ្លៀងអាហ្នឹងបងប្អូនប្រហែលជាអាចនឹងបន្ថយត្រឹម2ដងឬក៏3ដងអីយ៉ាងច្រើនអញ្ចឹងណាអាហ្នឹងមើលជាក់ស្ដែងបើមិនអញ្ចឹងទេវាអាចប៉ះពាល់ដល់ផ្សិតដែលវាដុះធំវាចូលអីចឹងណាហើយចំណុចមួយទៀតហ្នឹងគឺនៅពេលដែលបងប្អូនដកផ្សិតរួចគឺបងប្អូនត្រូវតែយកកុលាព្រាកាពេលខ្លីហ្នឹងបងប្អូនអាចយកឆ្កឹះក្តិលផ្សិតហ្នឹងដែលវាបងប្អូនដករួចវាជាប់ក្តិលឲ្យសោះហ្នឹងបងប្អូនឆ្កឹះវាចេញអស់អាហ្នឹងណាអាហ្នឹងជាចំណុចសំខាន់មួយដែរណាបងប្អូនត្រូវធ្វើវាបើមិនចឹងទេវាអាចរលួយបង្កឲ្យមានមេរោគផ្សេងគឺតកៅនឹងឯងហើយចំណុចមួយទៀតហ្នឹងគឺរោងផ្សិតបងប្អូនគួរតែហុំរោងផ្សិតបងប្អូនកុំឲ្យខ្យល់ឬក៏ពន្លឺវាចូលវាអាចចូលតិចតួចប៉ុន្តែមិនមែនពន្លឺកម្ដៅឬក៏ខ្យល់ដែលវាអាចបក់ចូលមកវាអាចប៉ះពាល់នឹងប្រឡូកកូនផ្សិតទួយដែលវាដោះមកអញ្ចឹងវាអាចនឹងងាយស្ងួតអាហ្នឹងវាអត់ដោះដែរអញ្ចឹងចំណុចនេះខ្ញុំចង់បញ្ជាក់ថាផ្សិតវាអត់ចូលចិត្តកម្ដៅទេហើយវាអត់ចូលចិត្តខ្យល់ទេពីព្រោះវាងាយនឹងស្ងួតក្រៀមអញ្ចឹងណាអាហ្នឹងគឺវាជាបញ្ហាមួយដែលបងប្អូនត្រូវស្វែងយល់ដែរបាទវីដេអូអំពីការធ្វើផ្សិតនេះសន្មតថាចប់ត្រឹមហ្នឹងហើយបើបងប្អូនមានសំណួរឬក៏ជាយោបល់ផ្សេងឬក៏ចង់ចែកម្លែកនៅបទពិសោធន៍ធ្វើផ្ទាល់ផ្សេងបងប្អូនអាចជួយ comment ទៅសេ comment ខាងក្រោមវីដេអូមករាល់សំណួរខ្ញុំនឹងព្យាយាមឆ្លើយបាទសូមអរគុណសូមជម្រាបលា
មេចឹងហើយបងឯងស៊ូភ្លៀងអត់